Cục trường điệp xúa, nhưng trong chu tri cầm xóa, ngày ní trong những trong sông thuộcวัด bằng hai, vìประเทศบาดมวยđể bàn lực làng tháng. ការលើកកម្ពស់សុខភាពសិក្សាក្នុងវិស័យអប់រំគឺជាយន្តការសម្រាប់កិច្ចកសាងបរិស្ថានបៃតងដើម្បីសិក្សាស្រាវជ្រាវពីប្រធានបទខាងលើនេះក្រុមយើងខ្ញុំបានសម្រេចយកវិធីសាស្ត្រសិក្សាតាមបែបគម្រោងដែលប្រព្រឹត្តទៅតាម4ជំហានដូចជាជំហានទី1ការប្រមូលគំនិតជំហានទី2ការរៀបចំផែនការជំហានទី3ការប្រតិបត្តិនិងជំហានទី4ការធ្វើបទបង្ហាញចំពោះជំហានទី1ការប្រមូលគំនិតសមាជិកក្រុមយើងខ្ញុំបានសហការគ្នាក៏ដូចជាសិក្សាស្រាវជ្រាវក៏ដូចជាមានការចូលរួមកែលម្អពីអ្នកគ្រូឧទ្ទេសដែលបានជ្រើសរើសយកនៅប្រធានបទខាងលើដែលបានលើកឡើងថាការលើកកម្ពស់សុខភាពសិក្សាក្នុងវិស័យអប់រំគឺជាយន្តការសម្រាប់កិច្ចកសាងបរិស្ថានបៃតងសម្រាប់ជំហានទី2ការរៀបចំផែនការដើម្បីជាការគ្រប់គ្រងសិក្សាស៊ីជម្រៅទៅលើប្រធានបទនេះក្រុមយើងខ្ញុំបានសិក្សាស្រាវជ្រាវប្រមូលនៅឯកសារដែលមានខ្លឹមសារជាប់ពាក់ព័ន្ធជាមួយប្រធានបទពីបណ្ណាល័យពីបណ្ដាញសង្គមនានាដូចជា Facebook, Telegram, YouTube, Google ជាដើមព្រមទាំងមានវីដេអូរូបភាពមួយចំនួនផងដែរសម្រាប់ជំហានទី3ការប្រតិបត្តិបន្ទាប់ពីប្រមាណប្រមូលបានឯកសារដែលជាប់ពាក់ព័ន្ធជាមួយនឹងប្រធានបទរួចមកសមាជិកក្រុមយើងខ្ញុំបានធ្វើការពិភាក្សាក៏ដូចជាផ្លាស់ប្ដូរមតិយោបល់គ្នាក្នុងការសម្រេចយកខ្លឹមសារសំខាន់ៗក៏ដូចជាគំនិតគាំទ្រឬក៏ចំណុចគាំទ្រសម្រាប់លើកយកមកគាំទ្រនៅប្រធានបទខាងលើនេះរីឯជំហានទី4ការធ្វើបទបង្ហាញដូចនេះដើម្បីចង់ដឹងថាតើប្រធានបទខាងលើនេះមានខ្លឹមសារក៏ដូចជាអត្ថន័យយ៉ាងណាសូមទស្សនានៅការធ្វើបទបង្ហាញរបស់សមាជិកក្រុមនាងខ្ញុំដូចតទៅសូមគោរពជំរាបសួរយើងខ្ញុំជាក្រុមនិស្សិតអក្សរសាស្ត្រខ្មែរក្រុម4សូមលើកយកប្រធានបទមួយដែលបានលើកឡើងថាការលើកកម្ពស់សុខភាពសិក្សាក្នុងវិស័យអប់រំគឺជាយន្តការសម្រាប់កិច្ចកសាងបរិស្ថានបៃតងដើម្បីឲ្យការបកស្រាយប្រធានបទខាងលើការតែមានន័យស៊ីជម្រៅជាគូសិក្សានៅពីកលឹះមួយចំនួនសិនសុខភាពសិក្សាបបផ្អែកតាមសិភៅការលើកកម្ពស់សុខភាពសិក្សាបានឲ្យនិយមន័យថាគឺជាសកម្មភាពដែលគឺស្ថានសិក្សាពង្រឹងខ្លួនឯងប្រកបទៅដោយនិរន្តរភាពផ្អែកលើសុខភាពដល់អ្នកសិក្សានិងបុគ្គលិកអប់រំរីឯយន្តការបបផ្អែកទៅតាមវចនានុក្រមសម្ដេចព្រះសង្ឃរាជជួនណាតបានឲ្យនិយមន័យថាគឺជាដំណើរការជាបច្ចេកទេសឬជារបៀបសម្រាប់ធ្វើឲ្យសម្រេចកិច្ចការអ្វីមួយចំណែកឯបរិស្ថានបៃតងបើយោងទៅតាមសិភៅផែនការយុទ្ធសាស្ត្រជាតិស្ដីពីការអភិវឌ្ឍបៃតងឆ្នាំ2013ដល់2030បានបញ្ជាក់ថាគឺជាដំណើរការអភិវឌ្ឍភាពស្អាតការមិនបំពុលបរិស្ថានក្នុងន័យថែរក្សាគុណភាពទឹកគុណភាពដីគុណភាពខ្យល់សុវត្ថិភាពប្រព័ន្ធអេកូឡូស៊ីធម្មជាតិនិងព្រៃឈើជាដើមដូចនេះប្រធានបទខាងលើមានន័យថាគ្រឹះស្ថានសិក្សាត្រូវតែពង្រឹងនៅផ្នែកសុខភាពដល់អ្នកសិក្សានិងបុគ្គលិកអប់រំដើម្បីឲ្យការបកស្រាយប្រធានបទខាងលើឲ្យកាន់តែមានន័យច្បាស់លាស់បន្ថែមពីនេះក្រុមយើងខ្ញុំបានលើកយកមតិចំនួន3ដើម្បីធ្វើការគ្រប់គ្រងទៅលើប្រធានបទរបស់ខ្ញុំខាងលើមតិគ្រប់គ្រងទី1គឺការធានាឲ្យបាននូវសុខភាពនិងសុវត្ថិភាពមតិគ្រប់គ្រងទី2គឺការកែប្រែសាលាមត្តេយ្យសិក្សានិងបឋមសិក្សាឲ្យក្លាយទៅជាសាលារៀនបៃតងនិងមតិគ្រប់គ្រងទី3គឺការអនុវត្តយុទ្ធសាស្ត្រក4ក្នុងវិស័យអប់រំគណៈពេលនេះដែរសមាជិកក្រុមយើងខ្ញុំនឹងធ្វើការបកស្រាយនឹងមតិគ្រប់គ្រងនីមួយៗដូចតទៅសូមអរគុណចំណុចសំខាន់គាំទ្រទី1ការលើកកម្ពស់សុខភាពសិក្សានៅក្នុងគ្រឹះស្ថានចំណេះទូទៅគឺជាការធានាបាននូវសុវត្ថិភាពក៏ដូចជាសុខភាពជូនទៅដល់បុគ្គលិកអប់រំនិងអ្នកសិក្សាគ្រប់រូបផងដែរយើងបានដឹងរួចមកហើយថាការលើកកម្ពស់សុខភាពសិក្សាគឺជាសំណុំក៏ដូចជាសកម្មភាពទាំងឡាយណាដែលផ្ដល់ជូនដល់បុគ្គលិកអប់រំនិងអ្នកសិក្សាគ្រប់រូបឲ្យទទួលបាននូវសុខភាពល្អទាំងផ្លូវកាយផ្លូវចិត្តនិងសង្គមផងដែរចុះតើការលើកកម្ពស់សុខភាពសិក្សាបើចូលរួមនៅក្នុងកិច្ចកសាងបរិស្ថានបៃតងយ៉ាងណាខ្លះទៅជាការពិតណាស់សុខភាពរបស់គ្រូបង្រៀនក៏ដូចជាសុខភាពរបស់សិស្សានុសិស្សគ្រប់រូបគឺជាសុខភាពនៃការសិក្សានេះបើយោងតាមសិភៅគោលការណ៍ប្រតិបត្តិស្តង់ដារស្ដីពីការលើកកម្ពស់សុខភាពសិក្សាសម្រាប់គ្រឹះស្ថានសិក្សាចំណេះទូទៅទន្ទឹមនឹងនេះផងដែរបើយោងតាមសិភៅគោលនយោបាយជាតិស្ដីពីការលើកកម្ពស់សុខភាពសិក្សាបានដាក់ចេញនូវគោលនយោបាយស្តង់ដារចំនួន9ដែលការដាក់ចេញនូវគោលនយោបាយស្តង់ដារចំនួន9នេះផងដែរគឺដើម្បីធានាបាននូវសុវត្ថិភាពក៏ដូចជាសុខភាពជូនទៅដល់បុគ្គលិកអប់រំនិងអ្នកសិក្សាគ្រប់រូបឲ្យពួកគេទទួលបាននូវបរិស្ថានក៏ដូចជាបរិយាកាសនៃការសិក្សាប្រកបដោយផាសុកភាពភាពបៃតងអនាម័យនិងបរិយាបន្នផងដែរ
ការណាបុគ្គលិកអប់រំក៏ដូចជាអ្នកសិក្សាគ្រប់រូបទទួលបាននូវការលើកកម្ពស់សុខភាពសិក្សានោះយើងនឹងធានាបានថាធនធានមនុស្សរបស់យើងនឹងជាធនធានដែលពេញលេញដែលមានព្រមទាំងសុខភាពចំណេះដឹងជំនាញហើយនិងសីលធម៌នៃការរស់នៅល្អដែលចំណុចទាំងអស់នេះគឺជាការចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងកិច្ចកសាងក្នុងគ្រួសារសហគមន៍ក៏ដូចជាសង្គមដែលពួកគាត់រស់នៅដើម្បីឲ្យមានការអភិវឌ្ឍប្រកបដោយចីរភាពមិនថាទៅលើផ្នែកសង្គមសេដ្ឋកិច្ចជាពិសេសគឺបរិស្ថានពោលគឺពួកគាត់នឹងមាននៅឆន្ទៈមនសិការស្រឡាញ់ការពារបរិស្ថានគិតដល់សុខទុក្ខមនុស្សជាតិគិតដល់ស្ថានភាពប្រែប្រួលនានារបស់ពិភពលោកផងដែរជារួមមកការណាបុគ្គលិកអប់រំក៏ដូចជាអ្នកសិក្សាគ្រប់រូបទទួលបាននូវការលើកកម្ពស់សុខភាពសិក្សានោះនឹងនាំឲ្យមាននៅការកសាងបរិស្ថានបៃតងនៅក្នុងសាលារៀនហើយការណាបរិស្ថានបៃតងត្រូវបានកសាងនៅក្នុងសាលារៀននោះនឹងនាំឲ្យគ្រួសារសហគមន៍ក៏ដូចជាសង្គមដែលពួកគាត់រស់នៅនឹងរីកដុះដាលនៅបរិស្ថានបៃតងជាបន្តបន្ទាប់ទៀតចា៎សូមអរគុណចំណុចកំណត់ទី2គឺការកែប្រែសាលាមត្តេយ្យសិក្សានិងបឋមសិក្សាទៅជាសាលារៀនបៃតងដោយផ្អែកទៅលើគេហទំព័រផ្លូវការរបស់ក្រសួងអប់រំយុវជននិងកីឡាបានឲ្យដឹងថាសាលាមត្តេយ្យសិក្សានិងបឋមសិក្សានៅប្រទេសកម្ពុជាកំពុងតែមានការអភិវឌ្ឍដើម្បីកែប្រែមុខមាត់ខ្លាយទៅជាសាលារៀនបៃតងពលគឺមានន័យថាមានការលាយឡំបញ្ចូលគ្នារវាងថ្នាក់រៀននិងឧស្សាហកម្មមានការសិក្សាទាក់ទងទៅនឹងទ្រឹស្ដីផ្សារភ្ជាប់ទៅនឹងការអនុវត្តជាក់ស្ដែងមានភ្ជាប់ការសិក្សាទៅនឹងជីវភាពរស់នៅប្រចាំថ្ងៃថែមទៀតផងក្រសួងអប់រំយុវជននិងកីឡាបានបន្តទៀតថាការអនុវត្តនូវវិធីសាស្ត្រនេះគឺជួយបង្កើននូវចំណងសិក្សារបស់សិស្សបង្កើនសាមគ្គីភាពរបស់សិស្សមានភាពសាមគ្គីគ្នាចេះសហការគ្នានិងបណ្ដុះស្មារតីគ្រប់គ្រងស្រឡាញ់និងគាំពៀបរិស្ថានជុំវិញខ្លួនជាក់ស្ដែងសាលាបឋមសិក្សាសាមគ្គីមានជ័យដែលស្ថិតនៅក្នុងក្រុងប៉ោយប៉ែតនៃខេត្តបន្ទាយមានជ័យគណៈគ្រប់គ្រងបានធ្វើការដឹកនាំសិស្សានុសិស្សក៏ដូចជាប្រជាជននៅក្នុងសហគមន៍ធ្វើការបង្កើតរោងនៅកសិកម្មដើម្បីធ្វើការដាំដំណាំចម្រុះជាច្រើនប្រភេទដើម្បីកែប្រែសាលារៀនឲ្យក្លាយទៅជាសាលារៀនបៃតងដែលបានកែប្រែសាលារៀនដែលធ្លាប់តែសោះកក្រោះពីសម្រាប់ធម្មជាតិមកជាទីដែលសិស្សជួបជុំចង់ប្រមូលផ្ដុំសិក្សាលោកស្រីតាបសវីដែលជាលោកស្រីនាយិកានៃសាលាបឋមសិក្សាសាមគ្គីមានជ័យបានបន្តឲ្យដឹងថាជាបៃតងនៃធម្មជាតិនៅក្នុងសាលារៀនក៏ដូចជាសម្ព័ន្ធភាពថ្មីនៅក្នុងសាលាបឋមសាមគ្គីមានជ័យថ្មីនេះបានធ្វើការតាក់ទាញចំណាប់អារម្មណ៍សិស្សឲ្យចង់មករៀនជាមុនពលគឺមានការកាត់បន្ថយនៅអក្សរអវត្តមានដល់ទៅពាក់កណ្ដាលពីនេះទៅទៀតលោកស្រីបានបញ្ជាក់ថាការអនុវត្តនៅវិធីសាស្ត្របែបនេះគឺធ្វើឲ្យសិស្សចេះសហការគ្នាចេះមានសាមគ្គីភាពជាមួយគ្នាចេះធ្វើការជាមួយគ្នាថែមទាំងបណ្ដុះស្មារតីកំណត់ពួកគេឲ្យស្រឡាញ់បរិស្ថានជាមួយខ្លួនថែមទៀតផងបន្ថែមពីនេះទៅទៀតក្រៅពីសាលាបឋមសិក្សាសាមគ្គីមានជ័យក៏មាននៅសាលាបឋមសិក្សាជាច្រើនទៀតដែលកំពុងតែអភិវឌ្ឍខ្លួនឲ្យក្លាយទៅជាសាលារៀនសហគមន៍បៃតងមានដូចជាសាលាបឋមសិក្សាស្វាយជ្រុំដែលស្ថិតនៅក្នុងខេត្តស្វាយរៀងសាលាបឋមសិក្សាសម្ដេចជាស៊ីមដែលស្ថិតនៅក្នុងខេត្តបាត់ដំបងសាលាបឋមសិក្សាក្រវ៉ាន់ដែលស្ថិតនៅក្នុងខេត្តសៀមរាបនិងសាលាបឋមសិក្សាសំរោងដែលជាសាលារៀនជាប់ចំណាត់ថ្នាក់នៅក្នុងសាលារៀនគំរូទាំង10នៅក្នុងប្រទេសកម្ពុជាប្រចាំឆ្នាំ2023ទាំងនេះសិស្សសង្កេតការចាញ់ពីគណៈគ្រប់គ្រងគាត់បានសហការជាមួយនឹងសហគមន៍ក៏ដូចជាភាគីពាក់ព័ន្ធនានាផ្សេងទៀតមានទាំងអង្គការក្រៅរដ្ឋាភិបាលក៏ដូចជាស្ថាប័ននានាមួយចំនួននៅក្នុងវិស័យអប់រំបានបណ្ដុះគំនិតក្មេងៗតាំងពីបឋមសិក្សាក៏ដូចជាមត្តេយ្យសិក្សាដើម្បីមានគំនិតស្រឡាញ់បរិស្ថានតាំងពីតូចចំណុចគាំទ្រទី3ការអនុវត្តយុទ្ធសាស្ត្រក4នៅក្នុងការអប់រំគឺជាយន្តការក្នុងការកសាងបរិស្ថានបៃតងគោលការណ៍ទី1តកតងទៅនឹងកុំប្រើតើយើងកុំប្រើអីកុំប្រើប្រាស់នៅថង់ប្លាស្ទិកដែលប្រើប្រាស់តែមួយដងដូចជាសម្បកថង់សម្បកដបផ្សេងចំណុចទី2តកតងនឹងក2ការកាត់បន្ថយគឺកាត់បន្ថយជៀសវាងការប្រើប្រាស់នៅប្លាស្ទិកច្រើនពេកធ្វើឲ្យបរិស្ថានមានបញ្ហាកាន់តែច្រើនបង្កឲ្យបរិស្ថានពុលកាន់តែច្រើនហើយយើងប្រើម្ដងគឺវាអត់គ្រប់គ្រាន់ទេយើងអាចកែច្នៃរបស់ទាំងនោះទៅប្រើប្រាស់ជាបន្តទៀតដូចជាការធ្វើជារបស់ផ្សេងសម្រាប់ដាំដំណាំការដាក់ធ្វើរបស់ផ្សេងសម្រាប់ប្រើប្រាស់នៅក្នុងគេហដ្ឋានយើងចំណុចទី3ការប្រើប្រាស់ប្លាស្ទិកដែលអាចប្រើប្រាស់វិញបានទៅតាមអ្វីដែលយើងអាចធ្វើបានក4តកតងនឹងការកែច្នៃចំណុចការកែច្នៃនេះគឺយើងប្រើប្រាស់សម្ភារៈទាំងអស់ដែលមានជារបស់ផ្សេងប្លាស្ទិកក៏ដោយឬសម្បកកំប៉ុងសម្បកដបដែលបានប្រើប្រាស់ប្លាស្ទិកនាំឲ្យយើងចំណេញនៅរបស់ផ្សេងដែលយើងត្រូវប្រើដូចជាយើងឈប់ប្រើប្លាស្ទិកយើងប្រើទៅជាដូចជាស្លឹក
រុក្ខជាតិផ្សេងៗស្លឹកឈើស្លឹកចេកស្លឹកឈូកជំនួសនៅសម្ភារៈដែលត្រូវប្រើប្រាស់ប្រចាំថ្ងៃដូចជាការស្រករបស់របរផ្សេងៗការលក់ដូរផ្សេងៗបើយើងប្រើរបស់ទាំងនោះគឺវាកាត់បន្ថយនឹងការបរិស្ថានស្អាតផងដែរសរុបមកការអនុវត្តនៅគោលការណ៍4គឺជាចំណុចសំខាន់សម្រាប់កសាងបរិស្ថានបៃតងនិងធ្វើឲ្យសាលារៀនមួយប្រកបដោយភាពបៃតងស្រស់និងបរិស្ថានស្អាតជាទីមេត្រីនៃកុមារទាំងអស់ជាពិសេសគឺអ្នកដែលសិក្សាយើងទាំងអស់គ្នាគួរតែជួយផ្សព្វផ្សាយទាំងអស់គ្នាដើម្បីបង្កើនឲ្យមានបរិស្ថានស្អាតជួយថែរក្សាបរិស្ថានហើយនឹងកុំភ្លេចប្រាប់ទៅអ្នកទាំងអស់គ្នាថាបរិស្ថានស្អាតគឺជាភាពស្រស់បំព្រងនៃជីវិតមនុស្សទូទៅបាទសូមអរគុណជារួមមកការលើកកម្ពស់សុខភាពសិក្សាក្នុងវិស័យអប់រំគឺជាយន្តការសម្រាប់កិច្ចកសាងបរិស្ថានបៃតងគឺផ្ដោតសំខាន់ទៅលើចំណុចធំៗចំនួន3ខាងលើដែលបានលើកឡើងដូចតទៅគំនិតគាំទ្រទី1គឺការធានាបាននូវសុខភាពនិងសុវត្ថិភាពក្នុងកន្លែងសិក្សាគំនិតគាំទ្រទី2គឺការកែប្រែបឋមសិក្សានិងមត្តេយ្យសិក្សាទៅជាសាលារៀនបៃតងគំនិតគាំទ្រទី3ការអនុវត្តយុទ្ធសាស្ត្រក4ក្នុងវិស័យអប់រំគឺជាការចូលរួមកសាងបរិស្ថានបៃតងធានាបាននូវសុខភាពសិក្សានិងសុវត្ថិភាពសិក្សាគឺជាការអនុវត្តតាមគោលនយោបាយជាស្តីអំពីសុខភាពសិក្សារបស់រាជរដ្ឋាភិបាលនៅឆ្នាំ2019ព្រមទាំងគោលការណ៍ប្រតិបត្តិស្តង់ដារស្តីអំពីសុខភាពសិក្សារបស់ក្រសួងអប់រំយុវជននិងកីឡានៅឆ្នាំ2022ដែលរួមមានទាំង26សូចនាករដែលបានលើកឡើងខាងលើនិយាយជារួមមានសុខភាពសិក្សាមានសុវត្ថិភាពក្នុងសាលានាំឲ្យសេវាអប់រំប្រកបដោយគុណភាពនិងប្រសិទ្ធភាពកែប្រែមតិសិក្សានិងបឋមសិក្សាទៅជាសាលារៀនបៃតងដោយប្រែក្លាយជាការលាយបញ្ចូលគ្នារវាងថ្នាក់រៀននិងសួនឧស្សាហកម្មយើងអាចនិយាយបានថាប្រទេសកសិកម្មសិស្សចេះដាំក្នុងសាលានិងផ្លែផ្កាកសិផលនៅក្នុងសង្គមនាពេលអនាគតអនុវត្តយុទ្ធសាស្ត្រក4ក្នុងវិស័យអប់រំគឺជាការចូលរួមកសាងបរិស្ថានបៃតងដោយ1កុំប្រើប្រាស់ផលិតផលប្លាស្ទិកដែលអាចប្រើប្រាស់បានតែម្ដង2កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក3ប្រើប្រាស់ប្លាស្ទិកឡើងវិញ4កែប្រែផលិតផលចេញពីប្លាស្ទិកមកធ្វើការកែច្នៃដើម្បីប្រើប្រាស់ម្ដងទៀតសារជាថ្មីអនុវត្តក4ទាំងអស់គ្នាដើម្បីបរិស្ថានរបស់ប្រទេសជាតិនិងបរិស្ថានរបស់ពិភពលោកជាចុងក្រោយយើងខ្ញុំទាំងអស់គ្នាជឿជាក់ថាគោលនយោបាយជាស្តីអំពីសុខភាពសិក្សានិងគោលនយោបាយស្តីពីការប្រតិបត្តិនិងគោលការណ៍ប្រតិបត្តិស្តង់ដារស្តីអំពីការលើកកម្ពស់សុខភាពសិក្សារបស់ក្រសួងអប់រំយុវជននិងកីឡាពិតជាបានចូលរួមចំណែកយ៉ាងប្រសើរនៅក្នុងកិច្ចកសាងបរិស្ថានបៃតងគឺអាស្រ័យដោយការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់និងផ្នែកក្រសួងនានារបស់រាជរដ្ឋាភិបាលយើងទាំងអស់គ្នាដើម្បីបរិស្ថានដើម្បីយើងទាំងអស់គ្នាសូមអរគុណ